មនុស្សជាច្រើនគិតថា King Cobra គឺជាពស់ដែលស្វែងរកវាយប្រហារមនុស្សប៉ុន្តែការពិតអាចធ្វើអ្នកភ្ញាក់ផ្អើលវាជាសត្វដែលមានពិសគ្រោះថ្នាក់វាអាចលើកក្បាលខ្ពស់ជាងមនុស្សហើយវាអាចស៊ីសត្វពស់ផ្សេងៗទៀតជាអាហារប៉ុន្តែទោះបីជាវាមានកេរ្តិ៍ឈ្មោះដ៏គួរខ្លាចយ៉ាងណាក៏ដោយវាមិនមែនជាពស់បិសាចដូចដែលមនុស្សភាគច្រើនគិតនោះទេនេះគឺជារឿងពិតរបស់ King Cobra ឬស្ដេចពស់វែកនៅក្នុងព្រៃក្រាស់នៃអាស៊ីអាគ្នេយ៍មានសត្វមួយដែលមិនចាំបាច់ប្រើកម្លាំងខ្លាំងដើម្បីដេញប្រមាញ់ឡើយគ្រាន់តែការលេចមុខរបស់វាក៏អាចបង្កឲ្យសត្វផ្សេងៗរត់គេចខ្លួនភ្លាមៗវាអាចលើកក្បាលកម្ពស់ដូចជាមនុស្សកំពុងតែឈរសម្លឹងទៅមុខដោយភាពស្ងៀមស្ងាត់តែពោរពេញដោយការព្រមាននេះគឺជា King Cobra ឬស្ដេចពស់វែកមានសំណួរមួយសួរថាតើវាគឺជាសត្វបិសាចឬគ្រាន់តែជាសត្វពស់ធម្មតាដែលកំពុងរស់រានមានជីវិតKing Cobra គឺជាប្រភេទសត្វពស់ដែលស៊ីសាច់ពស់ផ្សេងទៀតជាអាហារមិនថាជាពស់នោះមានពិសខ្លាំងយ៉ាងណាក៏ដោយប្រវែងរបស់វាអាចលើសពី5ម៉ែត្រវែងដូចជារថយន្តតូចមួយអញ្ចឹងវារស់នៅក្នុងព្រៃជ្រៅកន្លែងដែលមានសំណើមជាពិសេសនៅតំបន់ដែលមនុស្សមិនសូវទៅដល់ King Cobra គឺជាប្រភេទសត្វពស់ដែលត្រូវបានគេខ្លាចរអានិងប្រុងប្រយ័ត្នខ្ពស់បំផុតស្ដេចពស់វែកមិនត្រូវការកម្លាំងតែវាត្រូវការតែពិសមួយប៉ុណ្ណោះក្នុងការវាយប្រហារពិសរបស់វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទហើយរាងកាយចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងក្នុងរយៈពេលដ៏ខ្លីនៅពេលដែលជនរងគ្រោះត្រូវបានវាខំនិងមានអាការៈមួយចំនួនដូចជាស្រវាំងភ្នែកសាច់ដុំចុះខ្សោយពិបាកក្នុងការដកដង្ហើមនិងអាចឈានទៅដល់ការស្លាប់ភ្លាមប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលាប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលជាងគេនោះគឺមិនមែនត្រឹមតែពិសរបស់វាទេប៉ុន្តែគឺជាបរិមាណពិសដែលវាបញ្ចេញនៅពេលដែលវាខំម្ដងស្ដេចពស់វែកមិនស្វែងរកមនុស្សដើម្បីវាយប្រហារនោះទេមនុស្សមិនមែនជាសត្វដែលវាចង់បរិភោគជាអាហារនោះឡើយភាគច្រើននៃការខំកើតឡើងនៅពេលដែលមនុស្សជន់វាដោយចៃដន្យកសិករធ្វើស្រែចម្ការនិងប៉ះពាល់វាដោយចៃដន្យឬព្យាយាមចាប់វាដោយគ្មានជំនាញនៅពេលដែលវាមានអារម្មណ៍ថាត្រូវបានគំរាមកំហែងវាមិនវាយប្រហារភ្លាមនោះទេវានឹងព្យាយាមលើកក្បាលបញ្ចេញសំឡេងប្រមានហើយស្វែងរកផ្លូវដើម្បីរត់គេចជាមុនសិនការវាយប្រហារគឺជាជម្រើសចុងក្រោយបំផុតដែលវាសម្រេចចិត្តបន្ទាប់ពីវាគ្មានផ្លូវក្នុងការរត់គេចស្ដេចពស់វែកត្រូវបានគេសង្កេតឃើញយ៉ាងញឹកញាប់នៅប្រទេសឥណ្ឌាជាពិសេសនៅតំបន់ជនបទអ្នកជំនាញចាប់ពស់ត្រូវបានគេហៅទៅជួយយកវាចេញពីផ្ទះជារឿយមានករណីខ្លះការព្យាយាមចាប់ពស់ដោយខ្លួនឯងបានបញ្ចប់ដោយភាពសោកនាដកម្មស្ដេចពស់វែកគឺជាពស់ម្យ៉ាងដែលមានលក្ខណៈពិសេសខ្លាំងមែនទែនសត្វពស់ញីអាចបង្កើតសម្បុកបានដោយខ្លួនឯងសម្រាប់ពងដោយប្រមូលស្លឹកឈើពីគំនរបន្ទាប់មកវានឹងការពារសម្បុករបស់វាដូចជាអ្នកយាមយ៉ាងតឹងរ៉ឹងនេះគឺជាភាពឆ្លាតវៃនិងភាពស្មោះត្រង់ចំពោះកូនរបស់វាដែលវាកម្រមានមែនទែននៅក្នុងពិភពសត្វពស់
ស្ដេចពស់វែកមិនមែនជាពស់បិសាចទេហើយវាក៏មិនមែនជាប្រភេទសត្វដែលស្វែងរកមនុស្សដើម្បីវាយប្រហារនោះឡើយវាគ្រាន់តែជាសត្វព្រៃមួយដែលរស់នៅតាមច្បាប់ធម្មជាតិតែប៉ុណ្ណោះបញ្ហាដ៏ធំមួយគឺមនុស្សនិងសត្វកំពុងតែចែករំលែកពិភពតែមួយដូចជាការបែងចែកព្រំដែននៅម្នាក់ម្ខាងអញ្ចឹងហើយនៅពេលដែលព្រំដែននោះប៉ះគ្នាគ្រោះថ្នាក់នឹងកើតឡើង